វីដេអូទី2គឺជាคลิปដែលបញ្ចប់នៅកម្មវិធីនេះផងដែរបាទហើយថ្ងៃនេះដែរខ្ញុំមុននឹងបញ្ចប់កម្មវិធីនេះសូមអានឈ្មោះបងប្អូនដែលបានចូលរួមអាសាទៀតដើម្បីឲ្យច្បាស់ហើយទី1ម្ចាស់ជំនួយទី1គឺអ្នកមីងច័ន្ទហេងនៅអូស្ត្រាលីបាទសូមអរគុណដល់អ្នកមីងច័ន្ទហេងនៅអូស្ត្រាលីដែលបានជួយថវិកាដើម្បីកម្មវិធីនេះបាទចំនួន$200បាទសូមអរគុណដល់អ្នកមីងច័ន្ទហេងនៅអូស្ត្រាលីហើយទី2សូមអរគុណដល់បងស្រីនីចន្ទធឿននៅញូហ្សេឡង់បាទដែលបានផ្ញើថវិកាតាមរយៈខ្ញុំចំនួន$100សម្រាប់កម្មវិធីនេះបាទសូមអរគុណដល់បងស្រីនីចន្ទធឿនហើយក៏សូមអរគុណដល់បងស្រីពៅហើយនឹងបងប្រុសប្រានសនូនៅសហរដ្ឋអាមេរិកចំនួន$100បាទសូមអរគុណដល់បងទាំងពីរបាទហើយក៏សូមអរគុណដល់អ្នកមីងបូសួនបាទអ្នកមីងបូសួននៅអូស្ត្រាលីដែលក្នុងកម្មវិធីនេះអ្នកមីងបានចូលរួមបាទបានប្រមូលថវិកាពីបងប្អូនដែលនៅអូស្ត្រាលីហ្នឹងបាទថវិកាទាំងអស់គឺចំនួនបាទ$150ហើយក្នុង$150នេះខ្ញុំបានចាត់ចែងទិញទីយទានដើម្បីប្រគេនដល់ព្រះសង្ឃគឺមានស្លាដកចំនួន8គឺយើងចាត់ចែងអស់$50បាទ$50ហើយអញ្ចឹងថវិកាដែលនៅសល់ហ្នឹងគឺអ្នកមីងឲ្យខ្ញុំបានសម្រាប់ធ្វើដំណើរហ្នឹងចំនួន$15បាទរួចថ្លៃតុកម្សិលមិញនេះដែរបាទសូមអរគុណដល់អ្នកមីងដូសួនហើយថវិកាដែលអ្នកមីងបានផ្ដាំគឺអ្នកមីងឲ្យខ្ញុំបាទប្រគេនដល់បាទបដិគុណង៉ែតប៊ុនឆៃចំនួន$20បាទហើយខ្ញុំនឹងរៀបចំចាត់ចែងទៅតាមហ្នឹងហើយបន្ទាប់មកថវិការបស់បងស្រីពៅនិងបងប្រុសប្រានសនូនៅសល់ថវិកាដែលនៅសល់ក្រៅពីចែកជូនពួកគាត់មកគឺនៅសល់$10ដូច្នេះខ្ញុំប្រគេនជូនបដិគុណចំនួន$30ទាំងអស់ណាបាទប្រគេនជូននៃគុណបាទ$30ស្មើនឹង120000ណាគុណ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
5 6 7 8 9 10 11 2 3 14 này dương riệp chứ con nó mà mơn to muối được con mà bao nhiêu to mồi để con chưa to thế còn riệp trong nhé 2 5 nên like to ở riệp trong đấy nhà bên này thời lớn tiếp con đấy nào tiếp con mật na trong tới ai cho rộp bàn trong mật má đó thì mình sang ngay cái đầm phở đặt bong không mười bong hay bong bần bạc mình bong tiếp nơi cái con hạt phở và lịch nằm hai cái đầm phở mình lan ở đó lối rồi lan ma mau kia làm cho cái lan tập kia là khi mới nào bàn đó phải lên đập sàn hay trong đài đấy nè cho luôn từ từ các bạn lên nghịch nào vinh nghịch nào vinh nói bằng buôn bằng pram mà đâu vậy ra bên cài pha tôi đào lên pha tư ca thì ra mà ngày đất bài bài từng mấy thế này anh từng đam một ban này đam tới bồng phơ lấy tới rồi nhiệt mà cái tên tới còn lan ở đâu lối rồi lan mà chơi nhảy mà ưa con
បាទចឹងកណាសុំប្រកេនបច្ច័យនេះជូនបដិជនចំនួន 120000 រៀលបាទចឹងបាទនិគុណមានពាក្យពេចន៍អីដើម្បីបញ្ចប់នៅកម្មវិធីនេះដែរទេបាទសូមជឿប៉ុណ្ណឹងនឹងហើយនឹងជាបឋមខ្ញុំកណាអាត្មាភាពនឹងភិក្ខុច័ន្ទតធម្មង៉ែតប៊ុនឆៃនឹងសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូចៅតិកាវត្តពោធិវង្សនេះដោយស្ដីគោរពជ្រះថ្លានឹងសូមចម្រើនពរញាតិញោមសប្បុរសធម៌ប្រុសស្រីទាំងអស់គ្រប់រូបនៅក្នុងនិងក្រៅប្រទេសដោយស្ដីរាប់អានជ្រះថ្លាហើយនឹងចម្រើនពរបងប្រុសនឹងលីហ៊ូសាន់ជាប្រធានមូលនិធិមនុស្សធម៌នឹងចម្រើនពរញាតិញោមទាំងអស់នៅខាងក្រៅនេះដែលទទួលអំណោយនឹងសូមអាត្មាភាពសូមថ្លែងអរគុណចំពោះម្ចាស់សទ្ធាម្ចាស់ទានទាំងឡាយដែលមានឈ្មោះបងប្រុសលីហ៊ូសាន់រៀបរាប់អស់ណាហើយនឹងបានបវរណាចៃ4អាត្មាភាពចំនួន$30ណាសរុបហ្នឹងហើយសរុប$30នឹងសូមម្ចាស់ទានទាំងអស់នឹងឲ្យបានជួបប្រទេសនៅពុទ្ធពោទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3ប្រការមនុស្សទេវតាព្រលឹងពៀនបើម្ចាស់ទានទាំងអស់ប្រាថ្នានៅសម្បត្តិណាពោទាំងឡាយណាមួយនោះសូមឲ្យបានដូចសេចក្តីប្រាថ្នាជាពិសេសសូមបានជាអានិសង្ឃរួចផុតចាកទុកទាំងពួងអញ្ចឹងសូមអនុមោទនានឹងឲ្យប្រគល់នឹងការងារនេះឲ្យបងប្រុសលោកសាបាទហើយអញ្ចឹងអរគុណអ៊ំពូមីងអាចទៅផ្ទះបានបងណាអាចទៅផ្ទះបានបាទហើយអញ្ចឹងបាទមុននឹងបញ្ចប់កម្មវិធីនេះខ្ញុំបាទក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅបាទថតក៏បាទសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងអស់ដែលខ្ញុំបាទបានអានឈ្មោះអំបញ្ញនេះហើយសូមជូនពរឲ្យបងប្អូនរកស៊ីទទួលទានឲ្យមានសម្រស់កាន់តែស្រស់ស្អាតទៅដល់ទីណាគឺមានតែគេអាណិតស្រឡាញ់បាទមានតែគេអាណិតស្រឡាញ់រាប់អានហើយជាពិសេសសូមឲ្យទទួលបាននៅពុទ្ធពរ4គឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេឡាហើយនៅពេលនេះខ្ញុំក៏បានរៀបចំនិងចាត់ចែងប្រគល់អំណោយពីបងប្អូនសម្រាប់ជនដែលបានចូលរួមជាមួយខ្ញុំគឺរួចរាល់ផងដែរបាទរាល់ថវិកាដែលជាញើសជាឈាមរបស់បងប្អូនគឺទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតតែម្ដងហើយអញ្ចឹងអរគុណរាល់ការគាំទ្រហើយដល់ខ្ញុំកន្លងមកដែលបងប្អូនតែគាំទ្រមករហូតបាទសូមអរគុណហើយសូមអភ័យទោសបើសិនជាមានការខុសឆ្គងនៅប្រការណាមួយដែលខ្ញុំបាទមិនបានព្រៀងទុកបាទអញ្ចឹងដែរសូមអរគុណបាទសូមជម្រាបលាសូមសុខសប្បាយទាំងអស់គ្នាសំណាងល្អគ្រប់ក្រុមគ្រួសារបាទសូមអរគុណបាទជម្រាបលា